ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី11ទាំងអស់គ្នានាងខ្ញុំឈ្មោះជួនសីហាចាថ្ងៃនេះផងដែរនាងខ្ញុំនឹងលើកយកប្រធានបទមួយមកធ្វើការពិសោធន៍បង្ហាញដែលស្ថិតនៅក្នុងកម្រិតថ្នាក់ទី11ក្នុងជំពូកទី3មេរៀនទី1ប្រតិកម្មអុកស៊ីតកម្មរេដកម្មក្នុងសូលីស្យងទឹកក្រោមប្រធានបទអំពើនៃសូលីស្យងអាស៊ីតលើលោហៈតាមសេរីសកម្មភាពនៃលោហៈដែលស្ថិតនៅខាងមុខអ៊ីដ្រូសែនគឺអាចមានប្រតិកម្មជាមួយនឹងសូលីស្យងអាស៊ីតចំណែកឯលោហៈដែលនៅខាងក្រោយអ៊ីដ្រូសែនគឺមិនមានប្រតិកម្មជាមួយនឹងសូលីស្យងអាស៊ីតទេចាអញ្ចឹងនៅក្នុងពិសោធន៍នេះផងដែរខ្ញុំចង់ដឹងថាតើលោហៈអាលុយមីញ៉ូមស័ង្កសីនិងតុងដែងមានប្រតិកម្មជាមួយនឹងសូលីស្យងអាស៊ីតក្លូរីទិករាវដែរឬទេចាអញ្ចឹងដើម្បីឆ្លើយតបទៅនឹងសំណួរយើងមកធ្វើការពិសោធន៍ទាំងអស់គ្នាចាអញ្ចឹងមុននឹងឈានទៅដល់ការពិសោធន៍យើងត្រូវចាពាក្យស្រោមដៃឲ្យពិសោធន៍ម៉ាស់ដើម្បីការពារសុវត្ថិភាពក្នុងកំឡុងពេលធ្វើពិសោធន៍ចាអញ្ចឹងយើងមកមើលអំពីសម្ភារៈនិងសារធាតុគីមីទាំងអស់គ្នាចាអញ្ចឹងឧបករណ៍ក្នុងការធ្វើពិសោធន៍មានជើងទម្របំពង់សាកចំនួន3ស៊ីឡាំងក្រិតកែវបេសៀពីប៉ែតចំពោះសារធាតុគីមីមានចាអាស៊ីតក្លូរីត្រិកដែលមាននៅក្នុងទឹកលាងបង្គន់របស់យើងចាបន្ទាប់មកគឺលោហៈអាលុយមីញ៉ូមចាដែលយើងកាត់ជាបំណែកតូចយកម៉ាស់វាគឺយើងយកចំនួន 0.45 ក្រាមចាបន្ទាប់មកទៀតគឺលោហៈស័ង្កសី 0.455 ដូចគ្នាហើយលោហៈតុងដែងគឺយើងយកម៉ាស់ដូចគ្នាដែរគឺ 0.45 ក្រាមចាបន្ទាប់ទៀតយើងចូលដល់ដំណើរការនៃការធ្វើពិសោធន៍ចាអញ្ចឹងដំបូងគឺយើងត្រូវវាល់សូលីស្យងអាស៊ីតក្លូរីទិកចំនួន10មីលីលីត្រដាក់ចូលទៅក្នុងបំពង់សាកទាំង3ចាបន្ទាប់មកទៀតគឺយើងត្រូវដាក់លោហៈរបស់យើងទៅក្នុងកែវនីមួយៗអញ្ចឹងលោហៈអាលុយមីញ៉ូមចាបន្តមកទៀតខ្ញុំដាក់លោហៈស័ង្កសីចាបន្តមកទៀតគឺលោហៈតុងដែងបន្ទាប់មកយើងមើលពីដំណើរការប្រតិកម្មរបស់វាមួយណាចាអញ្ចឹងឃើញថាប្រតិកម្មរបស់យើងចាប់ផ្ដើមមានប្រតិកម្មហើយយើងឃើញថាចាលោហៈអាលុយមីញ៉ូមមានពពុះច្រើនចាស័ង្កសីក៏ច្រើនដែរចំណែកឯតុងដែងគឺអត់ទាន់មានអីចាអញ្ចឹងក្នុងពេលប្រតិកម្មយើងឃើញថាលោហៈអាលុយមីញ៉ូមគឺវាប្រតិកម្មខ្លាំងមែនទែននៅក្នុងអាស៊ីតក្លូរីទិករបស់យើងចាពពុះរបស់វាគឺច្រើនចំណែកស័ង្កសីក៏វាមានប្រតិកម្មដែរប៉ុន្តែវាចាមានពពុះតិចជាងវាប្រតិកម្មវាខ្សោយជាងលោហៈអាលុយមីញ៉ូមចំណែកឯតុងដែងចាគឺវាអត់មានប្រតិកម្មទេវានៅដដែលចាអញ្ចឹងតាមរយៈពិសោធន៍យើងឃើញថាលោហៈអាលុយមីញ៉ូមគឺវាសកម្មខ្លាំងចាបន្តមកទៀតគឺលោហៈស័ង្កសីវាសកម្មដែរប៉ុន្តែខ្សោយជាងលោហៈអាលុយមីញ៉ូមនិងចំណែកឯលោហៈតុងដែងគឺ
អត់មានប្រតិកម្មទេចាអញ្ចឹងការពិសោធន៍របស់ខ្ញុំឈានមកដល់ទីបញ្ចប់ខ្ញុំសូមចាអរគុណចាចំពោះការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមជម្រាបលា